បាទជំរាបសួរខ្ញុំនឹងធ្វើការចែកម្លែកពាក់ព័ន្ធទៅនឹងសារៈសំខាន់នៃការផ្ដល់ប្រឹក្សាគ្រូកុសលការផ្ដល់ប្រឹក្សាគ្រូកុសលជាបំណិនឬក៏ជំនាញនៃការផ្ដល់ដល់គ្រូបង្រៀនថ្មីមួយដែលជំនាញនៃការប្រឹក្សាគ្រូកុសលនេះបាទឬក៏យើងហៅជាភាសាអង់គ្លេសហៅថាជា mentoring បាទដែលជាកាតាលីកូយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំបាទដោយខាងក្រៅទី1ការពង្រឹងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនការប្រឹក្សាគ្រូកុសលជួយឲ្យគ្រូបង្រៀនអាចធ្វើការឆ្លុះបញ្ចាំងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនដែលវាមិនមែនគ្រាន់តែជាការកែតម្រូវកំហុសនោះទេប៉ុន្តែជាការជំរុញឲ្យគ្រូបង្រៀនបើមានលទ្ធភាពស្វែងយល់ពីវិធីសាស្ត្របង្រៀនថ្មីបើយើងអាចហៅថា active learning បាទចំណុចទី2គឺតកតងនឹងជំរុញឲ្យគ្រូបង្រៀនចេះរៀបចំផែនការឬក៏កិច្ចតែងការបង្រៀនឲ្យកាន់តែមានប្រសិទ្ធភាពនិងចំគោលដៅទី3បង្កើនជំនាញក្នុងការគ្រប់គ្រងថ្នាក់រៀនបាទចំណុចទី2ធំគឺពាក់ព័ន្ធទៅនឹងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សគោលដៅចុងក្រោយនៃការផ្ដល់ប្រឹក្សាគ្រូកុសលគឺផ្ដោតលើលទ្ធផលសិក្សារបស់សិស្សានុសិស្សនៅពេលដែលគ្រូបង្រៀនទទួលបានការប្រឹក្សាគ្រូកុសលល្អឬក៏ការណែនាំល្អវានឹងជះឥទ្ធិពលដល់ការយល់ដឹងរបស់សិស្សានុសិស្សបានស៊ីជម្រៅជាងមុនការបង្កើនបរិយាកាសសិក្សាប្រកបដោយបរិយាបន្ននិងជួយដល់សិស្សដែលរៀនយឺតឲ្យមានការវិវត្តតាមទាន់មិត្តរួមថ្នាក់បាទទី3ការគ្រប់គ្រងផ្នែកស្មារតីនិងកាត់បន្ថយភាពតានតឹងវិជ្ជាជីវៈគ្រូបង្រៀនជួបប្រទះនឹងសម្ពាធច្រើនបាទការមានគ្រូប្រឹក្សាគ្រូកុសលឬក៏ mentor បាទដែលជាមិត្តស្និទ្ធខាងវិជ្ជាជីវៈបាទជួយគ្រូបង្រៀនឲ្យមានអារម្មណ៍ថាមានអ្នកគ្រប់គ្រងនិងមិននៅឯកោបង្កើនទំនុកចិត្តលើខ្លួនឯងបាទឬក៏យើងហៅថា self confidence មួយទៀតគឺកាត់បន្ថយអត្រានៃការបោះបង់អាជីពបង្រៀនដោយសារភាពនឿយណាយឬក៏នឿយហត់បាទឬក៏ burn out ចំណុចទី4ធំគឺការបង្កើតវប្បធម៌សិក្សាពេញមួយជីវិតការប្រឹក្សាគ្រូកុសលបណ្ដុះទម្លាប់នៃការរៀនសូត្រជាប្រចាំនៅក្នុងសាលារៀនហើយវាបំផ្លាញសាលារៀនឲ្យទៅជាសហគមន៍សិក្សាជាជីវៈបាទឬក៏យើងហៅភាសាអង់គ្លេសថា Professional Learning Community ឬហៅខ្លីថា PLC ដែលគ្រូបង្រៀនគ្រប់រូបអាចចែករំលែកបទពិសោធន៍និងរៀនសូត្រពីគ្នាទៅវិញទៅមកចឹងខ្ញុំសង្ខេបសារៈសំខាន់ចំនួន4នេះជូនឡើងវិញបាទបានន័យថាសារៈសំខាន់នៃការប្រឹក្សាគ្រូកុសលបាទមានដូចជាទី1គឺការពង្រឹងសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនទី2បើលើកកម្ពស់លទ្ធផលសិក្សាសិស្សទី3គ្រប់គ្រងផ្នែកស្មារតីនិងកាត់បន្ថយភាពតានតឹងនិងទី4បង្កើតវប្បធម៌សិក្សាពេញមួយជីវិតបាទនឹងមានចំណុចផ្សេងៗច្រើនទៀតតែខ្ញុំសូមលើកជូនតែ4ចំណុចសំខាន់នេះបាទជារួមការប្រឹក្សាគ្រូកុសលមិនមែនជាការត្រួតពិនិត្យតាមដានឬក៏អធិការិកិច្ចបាទដើម្បីដាក់ទោសទណ្ឌនោះទេប៉ុន្តែវាជាស្ពានចម្លងគ្រូបង្រៀនពីភាពសាមញ្ញបាទទៅកាន់ឧត្តមភាពបាទនេះដែលជាចំណុចស្នូលបាទនិងជាសារៈសំខាន់នៃការប្រឹក្សាគ្រូកុសលបាទដែលជាភាពចាំបាច់នៃការជួយគ្រប់គ្រងគ្រូបង្រៀនបាទអញ្ចឹងលទ្ធផលមួយទៀតការជួយគ្រប់គ្រងគ្រូបង្រៀនគឺជាការជួយគ្រប់គ្រងលទ្ធផលសិក្សារបស់សិស្សនៅពេលដែលលទ្ធផលសិក្សារបស់សិស្សបានល្អប្រសើរគុណភាពអប់រំរបស់យើងបានរីកចម្រើនឬក៏មានការល្អប្រសើរជាងមុនដូចគ្នាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នេះបាទសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាអរគុណ